ការស្ទង់មតិប្រចាំសប្តាហ៍របស់គឺកូននោះបានបង្ហាញថាអ្នកជំនាញនៅតំបន់ Wall Street ពោរពេញទៅដោយសុទិដ្ឋិនិយមទៅលើមាសម្ដងទៀតខណៈដែលវិនិយោគិនទូទៅនៅតែរក្សាជំហរវិជ្ជមានកម្រិតមធ្យមរបស់ពួកគេសម្រាប់មាស3សប្តាហ៍ជាប់គ្នាជាលទ្ធផលអ្នកចូលរួមនៅក្នុងតំបន់ Wall Street ចំនួន13នាក់មាន9នាក់ស្មើនឹង69%ថាមាសឡើងនៅក្នុងសប្តាហ៍បន្ទាប់ម្នាក់ឬក៏8%ថាមាសចុះចំណែក3នាក់ឬក៏23%ថាមាសនៅក្នុងកម្រិតបច្ចុប្បន្នចំពោះការស្ទង់មតិនៅតាមអនឡាញដែលធ្វើទៅលើវិនិយោគិនទូទៅមានអ្នកចូលរួមចំនួន298នាក់នៅក្នុងនោះ189នាក់ស្មើនឹង63%ថាសប្តាហ៍បន្ទាប់មាសនឹងមានការកើនឡើង53នាក់ស្មើនឹង18%ថាសប្តាហ៍បន្ទាប់មាសចុះចំណែក56នាក់ស្មើនឹង19%ថាសប្តាហ៍បន្ទាប់មាសនៅរក្សាជំហរនៅបច្ចុប្បន្ន